តែកានកងកម្លាំងដើម្បីដណ្ដើមរាជសម្បត្តិនិងទឹកដីបរិណករបស់ព្រះម្ចាស់ដើម្បីគ្រងរាជសម្បត្តិដូច្នេះទៅដឹកនាំលោកទ័ពនិងអពលរេក្រុងអាសូរាទាំងឡាយដៃបែជាមានបច្ចាមិត្តកំពុងតែកើនទ័ពចង់ធ្វើសង្គ្រាមជាមួយនគររបស់យើងព្រះស្វាមីមានក្តីបារម្ភណាស់ហើយស្អីព្រះស្វាមីអើយប្រសិនបើមានសង្គ្រាមនៅក្នុងនគរមែនខ្ញុំមិនចាស់បារម្ភណាស់តលសុខទឹកអស់អាណាប្រជានារីខ្ញុំមិនចាស់សូមបន់ស្រន់វត្ថុស័ក្តិសិទ្ធិបងសងអនុប្រំទេវតាជួយរក្សាខំក្រងរាជនគរឲ្យបានក្តីសុខណាស់ម្ចាស់បងចាស់សានបារម្ភមករាជនគរធ្លាប់បានសុខធម្មមនោរម្យអលោកមេតបក្រោកឡើងមកចុះក៏បានឆ្លើយពិសេសតើដំណឹងរបស់ប្រចាំមិត្តឯកជានគរតើលោកបានទទួលដំណឹងដូចមកដៃទៅមកពិតប្រកាសថាចង់ម្ចាស់ជីវិតនគរលើត្បូងតាមការពិតព្រមម្ចាស់ហឹង្សានិងប្រជាក្រុងនេះកំពុងតែខົບខិតលើកទ័ពមកប្រយុទ្ធនៅទឹកដីបរិយានគររបស់យើងហើយครับបងថ្ងៃនេះត្រូវតែមកកសឹករវាងគ្នានឹងគ្នាដើម្បីទឹកដីរាជនគរនេះព្រមម្ចាស់គង់ថាព្រមទាំងប្រជាក្រុងនេះទឹកដីយើងឲ្យបានច្បាស់ទឹកដីបរិយានគរសម្បូរដោយធនធានធម្មជាតិគួរជាទីមនុស្សហើយមិនត្រូវមកឈ្លានពានទឹកដីរបស់ព្រះអង្គយើងបានទេ
សិនជ័យសុខណាលោកស្ដាប់ឲ្យច្បាស់សង្គ្រាមលើកនេះព្រោះតែកាត់ណាដៃនឹងប្រាំងប្រាសាទប្រាសាទគុំបានបានស្អីអាចឈើយើងទឹកដីសម្បូរធនធានធម្មជាតិ ពួកឯងទាំងអស់គ្នាបានខុសខិតចង់ឆ្លៀនពៀនចង់បានទឹកដីឲ្យឆាប់ នៅសម្បត្តិធម្មជាតិនេះនគររបស់ខ្ញុំម្ចាស់បានដោយព្រះអង្គទ្រង់ជ្រាបហើយព្រះអង្គស្រឡាញ់នគរព្រះអង្គស្រឡាញ់ប្រជានារីរបស់ព្រះអង្គព្រះអង្គមានបំណងឈ្លានពាននគរខ្ញុំម្ចាស់អញ្ចឹងស្វាមីខ្ញុំម្ចាស់ក៏ត្រូវតែការពាររាជនគរដូចគ្នាដែរព្រះអង្គយើងមកបានក្នុងនាមសម្ព័ន្ធភាពឬក៏ប្រជានារីរបស់ព្រះអង្គអាចអញ្ជើញមកទស្សនាព្រោះថាសម្បត្តិធម្មជាតិនៅនគរខ្ញុំម្ចាស់នេះសម្បូរសប្បាយណាស់កំពុងតែបានសុខសន្តិភាពពោពេញទៅដោយការអភិវឌ្ឍនិងទេសចរអញ្ចឹងសូមព្រះអង្គយាងមកចុះរួមទាំងអស់អាណត្តិប្រជានារីរបស់ព្រះអង្គផងដែរណាស្ដាប់ អ បាន រ ទេ គុណព្រះមហាក្សត្រី ការសន្យាប្រតិទិនទីល្អរបស់ព្រះអង្គនិងព្រះមហាក្សត្រីក៏ដោយលោកបេទប់ដែលមានស្នាដៃមានចិត្តភក្តីចំពោះប្រកូនឯកអង្គ